តែភាពថ្លៃជាងមាសគឺដងហើមនៃជាតិឆ្លងកាត់ភៀវភ្លៀងទើបឃើញថ្ងៃរះភ្លឺថ្លាអ្នកដឹកនាំលះបង់កម្លាំងចិត្តនិងប្រាជ្ញាដើម្បីឲ្យប្រជាជនរស់ក្រោមមេឃសុខសាន្តសន្តិភាពមិនអាចវាស់តម្លៃដោយទ្រព្យសម្បត្តិតែវាស់ដោយស្នាមញញឹមនិងអនាគតកូនចៅមាសអាចបាត់បង់តែសន្តិភាពឬថែរក្សាព្រោះសន្តិភាពគឺទ្រព្យដ៏មានតម្លៃបំផុតរបស់ជាតិឡា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 ឡូឡា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 អូឡាឡាឡាអូឡាឡាឡាសន្តិភាពថ្លៃជាងមាសគឺដងហើមនៃជាតិឆ្លងកាត់ភៀវភ្លៀងទើបឃើញថ្ងៃរះភ្លឺថ្លាអ្នកដឹកនាំលះបង់កម្លាំងចិត្តនិងប្រាជ្ញាដើម្បីឲ្យប្រជាជនរស់ក្រោមមេឃសុខសាន្តសន្តិភាពមិនអាចវាស់តម្លៃដោយទ្រព្យសម្បត្តិតែវាស់ដោយស្នាមញញឹមនិងអនាគតកូនចៅមាសអាចបាត់បង់តែសន្តិភាពឬថែរក្សាព្រោះសន្តិភាពគឺទ្រព្យដ៏មានតម្លៃបំផុតរបស់ជាតិឡា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 ឡូឡា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 អូឡាឡាឡាអូឡាឡាឡាអរគុណសន្តិភាពសន្តិភាពថ្លៃជាងមាសគឺដងហើមនៃជាតិឆ្លងកាត់ភៀវភ្លៀងទើបឃើញថ្ងៃរះភ្លឺថ្លាអ្នកដឹកនាំលះបង់កម្លាំងចិត្តនិងប្រាជ្ញាដើម្បីឲ្យប្រជាជនរស់ក្រោមមេឃសុខសាន្តសន្តិភាពមិនអាចវាស់តម្លៃដោយទ្រព្យសម្បត្តិតែវាស់ដោយស្នាមញញឹមនិងអនាគតកូនចៅមាសអាចបាត់បង់តែសន្តិភាពឬថែរក្សាព្រោះសន្តិភាពគឺទ្រព្យដ៏មានតម្លៃ